ដោយបំរឹងប៉ឹងហើយអ្នកនោះដែលប្រកាសថានឹងទៅវគ្គ live show ជាមួយនឹងនាងខ្ញុំបាននោះគឺសូមអបអរសាទរសម្រាប់សុកចាន់នេះខ្លាំងៗមួយអរគុណបាទអញ្ចឹងសុកចាន់នេះមានឱកាសបន្តបាទទៅវគ្គ live show ជាបន្តទៀតចំណែកឯតារិនបាទធ្វើបានល្អតាមការរៀបរាប់របស់ coach ទាំង4រូបអត់អីទេណារិនបាទអញ្ចឹងនៅក្នុងពេលនេះតើមានអ្វីចង់និយាយទៅកាន់ទស្សនិកជនជាពិសេសគឺ coach ទាំង4រូបបាទជាដំបូងខ្ញុំបានអរគុណដល់បងរិទ្ធបងកញ្ញាបងភីក៏ដូចជាបងរាជដែលកន្លងមកដែលតែងតែជួយផ្ដល់ជាយោបល់ក៏ដូចជាកែតម្រូវដល់រូបខ្ញុំហើយក៏អរគុណដល់ advisor ដែលគាត់តែងតែណែនាំបាទរបៀបច្រៀងរបៀបស្ដាប់ភ្លេងដល់ខ្ញុំហើយខ្ញុំក៏អរគុណបាទកម្មវិធី The Voice ដែលផ្ដល់ឱកាសឲ្យខ្ញុំបានបាត់ឆ្លងមកដល់វគ្គ Battle Round នេះផងដែរហើយខ្ញុំគិតថាសម្រាប់បទចម្រៀងមួយបទនេះវាពិបាកក្នុងការបកស្រាយមែនប៉ុន្តែខ្ញុំខិតខំអ្វីដែលខ្ញុំបានខិតខំគឺវាបានត្រឹមប៉ុណ្្នឹងខ្ញុំទទួលស្គាល់ហើយខ្ញុំគិតថាអ្វីដែលខ្ញុំខ្វះខាតនៅពេលក្រោយៗខ្ញុំនឹងទុកជាបទពិសោធន៍បាទសម្រាប់ខ្ញុំដើម្បីកែតម្រូវនៅថ្ងៃក្រោយឲ្យបានល្អជាងនេះអរគុណបាទសូមអរគុណបាទសូមជូនពរណារិននៅក្នុងវគ្គក្រោយៗទទួលបានជោគជ័យបាទអរគុណបាទសូមអរគុណ